មានគម្រោងចង់ដើរលេងបែប budget friendly នៅសង្ហបុរីអត់ចឹងមើលវីដេអូនេះទាំងអស់គ្នាមុនពេលខ្ញុំឡើងយន្តហោះខ្ញុំក៏បានភ្ជាប់គម្រោង roaming ASEAN របស់ Saikat សិនមិនបាច់ផ្លាស់ប្ដូរ SIM ហើយអាចប្រើបានធម្មតាអញ្ចឹងមើលទាំងអស់គ្នាថាខ្ញុំមានអ្វីណែនាំខ្លះជាដំបូងធ្វើបុកកន្លែងគេងសំខាន់ជាងគេបងជាពិសេសសម្រាប់អ្នកទៅតាឯងអាចបុកកន្លែងគេងនេះបានដែលមានឈ្មោះថា Dream Chaser កន្លែងគេងនឹងបន្ទប់ទឹកមានផាសុខភាពហើយក៏នៅជិត Haji Lane ដែលតំបន់ដើរលេងផងដែរខែគេងវិញបែប dormitory ប៉ុន្តែស្ងប់ស្ងាត់មែនតើបងហើយក៏មាន co-working space ផងដែរអ្វីដែលសំខាន់នោះគឺតម្លៃសមរម្យមែនតើបងផឹកឡើងខ្ញុំក៏ទៅញ៉ាំមីគ្រឿងសមុទ្រល្បីមួយកន្លែងដែលមានឈ្មោះថា Blanco តម្លៃធូរថ្លៃហើយរសជាតិវិញ very authentic បន្ទាប់ពីញ៉ាំឆ្អែតខ្ញុំក៏បានដើរ explore the city ដោយការជិះរថភ្លើងខំដីពីព្រោះថាវាអាច save លុយយើងបានច្រើនមែនតើហើយខ្ញុំក៏បានទៅផាកដោយអត់អស់លុយមួយរៀលគ្រាន់តែខែកណាត់អង្គុយមើល view សូបខ្យល់ហើយចំណាយពេលជាមួយខ្លួនឯងធ្វើឲ្យខ្ញុំស្គាល់ខ្លួនឯងច្រើនជាងមុនអញ្ចឹង activity មួយនេះ highly recommend មែនតើសម្រាប់បងទៅលេងសិង្ហបុរីម្នាក់ឯងឬក៏មួយពួកម៉ាក់មើល view ពេលថ្ងៃអត់ឆ្អែតក៏បន្តទៅមើល view ពេលយប់ Spectra Line នៅ Marina Bay ហើយកន្លែងអស់នេះខ្ញុំទៅសុទ្ធតែពឹងពាក់លើអ៊ីនធឺណិតដែលខ្ញុំបានភ្ជាប់គម្រោង Saikat roaming ASEAN មានភាពងាយស្រួលដើរលេងដោយមិនចាំបាច់ដោះដូរ SIM ទៀតដើម្បីភ្ជាប់ចូលទៅកាន់ Saikat app ហើយរើសគម្រោង roaming ASEAN ចំណាយត្រឹមតែ$6បាន3 GB ហើយមានសុពលភាពរហូតដល់7ថ្ងៃហើយក៏អាចភ្ជាប់បានតាមរយៈផ្កាយ1206ផ្កាយ1ផ្កាយ6ត្រង់ជ្រូកនៅធំដល់ដូរ SIM ចុះឡើងទៅអីទៀតបងនាំគ្នាមកភ្ជាប់គម្រោង Saikat roaming ASEAN មកដើម្បីឲ្យការដើរលេងរបស់យើងកាន់តែរលូន